โอเคส่วนนี้นี่คือជាករណីមួយដែលកុមារទេតែមានអាយុ1ឆ្នាំទេដែលគាត់ចូលមកនៅក្នុងមន្ទីរសម្រាប់ភិបាលគឺគាត់មានបញ្ហារឿងរីកតែបន្ទាប់ពីការរៀបរបស់គាត់រៀបបានមួយថ្ងៃឬពីរថ្ងៃគឺកម្ដៅនៅក្នុងខ្លួនរបស់គាត់គឺឡើងចុះសក់តែម្ដងអញ្ចឹងនៅពេលដែលយើងចាប់ដើមបូមឈាមគាត់ពិនិត្យមើលទៅគឺឃើញមានគាត់ឈាមសក់របស់គាត់គឺចាប់ដើមចុះនៅក្រោម4000ហើយកាកែរបស់គាត់គឺចុះមកសល់ត្រឹមតែ163តែប៉ុណ្ណោះហើយថ្ងៃបន្តគឺកាកែក៏ចាប់ដើមបន្តចុះហើយគាត់ឈាមសក់គាត់ចាប់ដើមបន្តចុះហើយរូបភាពដែលយើងកំពុងតែដាក់បង្ហាញនេះគឺដោយសារតែកុមារនៅក្នុងថ្ងៃទី5របស់កុមារចាប់ដើមចេញកន្ទួលរមាស់មានន័យថានៅចំពោះអ្នកជំងឺគ្រុនឈាមចូលទៅដល់វគ្គទី3មានការចូលដល់វគ្គជាសះស្បើយអ្នកជំងឺអាចនឹងចេញកន្ទួលរមាស់ដូចដែលមាននៅក្នុងរូបអញ្ចឹងការចេញកន្ទួលរមាស់នេះគឺបញ្ជាក់ថាអ្នកជំងឺចូលដល់វគ្គជាសះស្បើយហើយនេះគឺជារូបភាពរបស់កុមារដែលមានអាយុតែ1ឆ្នាំតែប៉ុណ្ណោះដែលគាត់ចាប់ផ្ដើមចេញទទួលរមាស់បែបនេះ